វិធីធ្វើស្វាយជ្រក់ដែលមិនអាចឲ្យមេយើងទ្រាំអត់ភ្លក់បាននិយាយចេញមកដូចអួតចាបើអួតមែនមេខ្ញុំគាត់ភ្លក់មែនតាហើយគាត់ថាឆ្ងាញ់ចឹងណាចឹងទៅក៏ខ្ញុំចង់ចែករំលែកនៃការធ្វើស្វាយជ្រក់របស់យាយខ្ញុំចាតែកាន់បងប្អូនទាំងអស់គ្នាហើយនេះគឺជាវីដេអូដែលបងប្អូននិងប៉ាខ្ញុំគាត់ធ្វើការបេះក្តឹបស្វាយនៅចំការនិយាយទៅអាក្តឹបស្វាយហ្នឹងគឺឆ្ងាញ់ចឹងអាពេលចាស់ហើយពេលទុំទៀតចឹងវាទុំទៅយើងញ៉ាំអត់តាន់ទេចឹងតោះតែយើងបេះញ៉ាំពេលក្តឹបបដាចឹងទៅធ្វើញ៉ាំលក្ខណៈគ្រួសារហើយយកទៅកន្លែងធ្វើការឲ្យបងភ្លក់និយាយទៅពួកគាត់ថាឆ្ងាញ់គ្រប់គ្នាហើយនេះគឺជាការត្រាំក្តឹបស្វាយហ្នឹងខ្ញុំជឿថាបងប្អូនខ្លះគាត់ដឹងហើយពីរបៀបត្រាំចាអត់តែខ្ញុំទេដែលខ្ញុំអត់ដឹងចឹងខ្ញុំថតវីដេអូពីយាយខ្ញុំដើម្បីមើលចឹងទៅហើយពីមុនគេត្រាំក្តឹបស្វាយគេត្រាំតែទឹកអំបិលធម្មតាអីចឹងទៅតែវាអត់សូវឆ្ងាញ់ទេយើងសម័យបុរាណយើងតាមតាន់សម័យថ្មីតិចទៅគឺគេមានវិធីត្រាំដែលធ្វើឲ្យឆ្ងាញ់ចាបើយាយខ្ញុំវិញគាត់ជាចាស់បុរាណមែនប៉ុន្តែបើថាតាមតាន់សម័យកាលវិញគឺគាត់តាមតាន់គ្រប់សម័យកាលដែលគេធ្វើអីឆ្ងាញ់គឺគាត់ចេះនឹងមកចាបើតែនិយាយរៀបរាប់ក្តឹបស្វាយយើងធ្វើការចិតសបកហើយយើងចិតសបកឲ្យស្អាតប៉ុន្តែកុំឲ្យចិតសបកនឹងក្រាស់ពេកបន្ទាប់មកយើងលាងទឹកហើយយើងធ្វើការត្រាំទឹកកបោអញ្ចឹងទឹកកបោនឹងយើងត្រាំប្រហែលជាមួយស្ទុះធំទៅកុំយូរពេកកំឡុងពេលដែលយើងត្រាំទឹកកបោរួចហ្នឹងយើងធ្វើការលាងវាឲ្យបានច្រើនទឹកដើម្បីវាអស់ក្លិនជាតិកបោអញ្ចឹងណាខ្ញុំលាងប្រហែលជាខ្ទង់3ទៅ4ទឹកអញ្ចឹងហើយក្តឹបស្វាយដែលខ្ញុំមានហ្នឹងតាមតំបន់ខ្ញុំគេហៅស្វាយក្តឹបស្វាយកែវរមៀតហើយបើសិនជាយើងមានក្តឹបស្វាយផ្សេងៗក៏អាចត្រាំបានដែរដូចជាក្តឹបស្វាយខ្ទិះអីចឹងណាបើថាមុនហ្នឹងមេឃភ្លៀងខ្ញុំទៅរើក្តឹបស្វាយខ្ទិះបាននឹងមួយថងហើយឆ្ងាញ់ជាងស្វាយកែវរមៀតដែលយើងមានទៀតហើយក្តឹបស្វាយហ្នឹងពេលយើងបេះមកស្រស់យើងបានត្រាំភ្លាមគឺស្រួយស្រាប់ឆ្ងាញ់ហ្មងសឹងថាញ៉ាំហើយជាប់ចិត្តជាប់បេះដូងចង់ញ៉ាំម្ដងទៀតចាហើយមុនហ្នឹងយាយខ្ញុំគាត់បង្កាត់ភ្លើងហើយខ្ញុំធ្វើការទៅដួសទឹកនៅពីងដើម្បីដួសយកមកដាំទឹកអញ្ចឹងយើងដាំមួយឆ្នាំងធំមកដើម្បីយើងធ្វើការត្រាំស្វាយរបស់យើងហ្នឹងការត្រាំហ្នឹងពេលដែលយើងត្រាំរួចចាស់គឺញ៉ាំបានភ្លាមហ្មងមិនចាំបាច់ថាពី3ថ្ងៃបានញ៉ាំបានទេគឺត្រឹមតែប្រហែលម៉ោងឯងគឺយើងអាចញ៉ាំបានហើយឬក៏កន្លះថ្ងៃក៏បានដែរដើម្បីឲ្យវាចូលជាតិល្អអញ្ចឹងមិញហ្នឹងខ្ញុំធ្វើការដាំទឹកក្តៅរួចហើយធ្វើការស្រោះហ្នឹងបាច់ទុកយូរពេកទេតែខ្ទង់3នាទីអីបានហើយត្រាំទឹកក្តៅរួចយើងធ្វើការស្រង់វាដាក់វាឲ្យស្រស់ទឹកទៅចាមើលទៅគឺស្រស់ល្អហ្មងយើងត្រាំទឹកក្តៅមិនមែនត្រាំទៅធ្វើឲ្យស្វាយយើងទន់ទេណាគឺអត់ទេចាដោយសារយើងត្រាំតែពី3នាទីហើយស្វាយយើងគឺភ្លឺហើយសជាងមុនហ្មងដោយសារមុនហ្នឹងយើងត្រាំទឹកកបោផងអីផងគឺវាសស្អាតវាអត់មានក្រហមឬក៏អត់មានជ័រអត់មានអីទេហើយធានាថាសាច់ស្វាយរបស់យើងនៅរឹងហើយនៅស្រួយហ្មងហើយមានជាតិចាទៅតាមវិធីយាយខ្ញុំហ្នឹងទៅគឺដឹងតែឆ្ងាញ់ហ្មងពួកអីទទួលបាន feedback ពីបងច្រើនមែនតើអ្នកបងអ្នកធ្វើការមួយគ្នាហ្នឹងចាហើយមិនត្រឹមតែអ្នកធ្វើការឯងមេខ្ញុំក៏ទ្រាំបានដែរសុំភ្លក់ដែរគឺឆ្ងាញ់ហ្មងហើយបើយើងមានលឹកតើយអ្នកខ្លះហៅលឹកតើយនៅក្រៅផ្ទះហ្នឹងយើងធ្វើការបេះវាយកមកដាក់ដាំហើយត្រាំជាមួយគ្នាក៏បានដែរតែនឹងដល់ដំណាក់កាលចុងក្រោយនិយាយទៅគឺឈ្ងុយហើយយើងត្រូវការត្រាំទឹកកកត្រាំឲ្យវាស្រួយហើយយើងដាំទឹកស្ករត្រាំវាដំណាក់កាលហ្នឹងខ្ញុំមិនបានថតទេដោយសារតែពេលហ្នឹងរវល់ទៅការគេបាត់ហើយបន្ទាប់មកព្រឹកឡើងគឺយើងអាចញ៉ាំបានហើយគឺស្រួយស្រាប់ឆ្ងាញ់ជាប់ចិត្តជាប់បេះដូងចានេះគឺជាស្វាយដែលយើងត្រាំរួចហ្នឹងព្រឹកឡើងគឺយើងអាចញ៉ាំបានហើយគឺចូលជាតិគ្នាល្អហ្មងគឺនៅស្រួយស្រាប់ចាធ្វើនៅបាត់ដំបងតែដល់ពេលភ្លក់នៅពេញចានៅឡើងធ្វើការទៀតអើយចាជាតិសាហាវហ្មងមានបងពេញចិត្តច្រើនតែពេលគាត់ញ៉ាំហ្នឹងអត់បានថតទេចាថតតែមាត់ខ្លួនឯងបានទេចាអរគុណជំរាបលាបាយ